ខំប្រឹងកាត់គេកាត់ខ្មៅហើយទោះបីជាអ្នកណាមើលងាយថាអីថាទៅខ្ញុំអត់ខ្វល់ទេព្រោះអីពេលនេះគឺខ្ញុំចង់ផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្មែរយើងដូច្នេះខ្ញុំបានចំណាយទាំងថវិកាទិញជាវនៅសម្លៀកបំពាក់បុរាណខ្មែរហើយបានយកទៅពាក់នៅទីក្រុង Hollywood នៅផ្លាកនៅពីមុខផ្លាក Hollywood តែម្ដងបងប្អូនហើយពេលដែលខ្ញុំទៅរកកន្លែងផ្លាក Hollywood ហ្នឹងគឺមិនមែនជាការងាយស្រួលទេគឺវង្វេងផ្លូវទម្រាំតែរកឃើញព្រោះអីទៅដល់កន្លែងផាកមួយនេះស្មានតែយើងអាចថតបានចិត្តនៅកន្លែងផ្លាករបស់វាប៉ុន្តែតាមពិតអាផាកមួយនេះគឺវាឆ្ងាយមែនទែនដូច្នេះហើយគឺខំប្រឹងដើរទៅថារកកន្លែងទៅដើម្បីឲ្យបានថតចិត្តចុះទៅដើរវង្វេងផ្លូវអត់បានថតទេថ្ងៃហ្នឹងបងប្អូនថតបានតែពីចម្ងាយសោះថ្ងៃហ្នឹងហ្មងហើយខំប្រឹងកាន់ទាំងសម្លៀកបំពាក់បុរាណខ្មែរហ្នឹងយួរផងស្ពាយផងទៅដល់កន្លែងហ្នឹងថតអត់កើតដល់ពេលអញ្ចឹងក៏ត្រឡប់មកវិញទៅក៏ទៅប្រពៃនៅពិធីបុណ្យចូលឆ្នាំខ្មែរយើងនៅទីក្រុង Long Beach នៅសហរដ្ឋអាមេរិកហ្នឹងក្រោយមកពេលដែលខ្ញុំប្រពៃពិធីខ្មែរហើយថាំងអត់អស់ចិត្តទេតែរកកន្លែងហ្នឹងឲ្យឃើញដល់ពេលអញ្ចឹងជិះឡានចុះឡើងរកកន្លែងឃើញហើយប៉ុន្តែមានកន្លែងចតឡានដូច្នេះក៏ជួលតាក់ស៊ីគេដើម្បីបើកឲ្យទៅដល់កន្លែងផ្លាកហ្នឹងហើយសុកចិត្តឡើងទៅឲ្យដល់បាទនេះជួលតាក់ស៊ីគេទៅបងប្អូនបើកទៅហើយនេះដាក់ឲ្យតាំងពីបុរាណសម្លៀកបំពាក់បុរាណខ្មែរយើងហ្នឹងដាក់ឲ្យទោះបីគេណាថាអីថាទៅមើលទៅមកដល់កន្លែងនេះគឺចាប់ដើមរៀបចំស្លៀកហើយគាត់តែស្លៀកពាក់ប្រហែលជា1ម៉ោងហើយមានគេចូលចិត្តមើលច្រើនណាស់បងប្អូនស្លៀកពាក់ហើយមើលប្រជាជនជាតិគេឃើញហើយគេចូលចិត្តហើយសំខាន់នោះឃើញហើយបងប្អូនអ្វីដែលគួរឲ្យឈឺចិត្តនោះគឺគេសួរថាសម្លៀកបំពាក់ហ្នឹងគឺជារបស់ប្រទេសទី2មែនហើយខ្ញុំថាមិនមែនទេដោយមោទនភាពគឺខ្ញុំប្រាប់ថានេះជារបស់ខ្មែរហើយខ្ញុំយកទង់ជាតិខ្មែរយកមកថតឲ្យគេបានឃើញតែម្ដងហើយមាននិយាយទៅអ្នកថតហ្នឹងក៏ប្រកែទៀតនិយាយវាថាខិតខំប្រឹងតាមហើយពេលក្រោយខ្ញុំថតហើយគឺខ្ញុំដើរមកថតនៅកន្លែងទីក្រុង Hollywood ហ្នឹងកន្លែងអាខាងបងប្អូនឃើញអាកន្លែងផ្កាយនោះអាហ្នឹងគឺសិតតែជាឈ្មោះរបស់ពួកតារា Hollywood ទាំងអស់តែម្ដងនៅកន្លែងទីក្រុងរបស់គេហៅ Chinatown China Theater កន្លែងរោងភាពយន្តរបស់ចិនហ្នឹងបាទនៅកន្លែងទីក្រុង Hollywood ហើយខ្ញុំស្លៀកដើរពេលល្ងាចពាក់ហើយនិយាយទៅអ្នកណាក៏មើលអ្នកណាក៏ដូចសួររហូតថាសម្លៀកបំពាក់ហ្នឹងស្អាតអីចឹងណាបងប្អូនហ្នឹងហើយបាទអរគុណច្រើនបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំដើម្បីផ្សព្វផ្សាយនៅវប្បធម៌របស់ខ្មែរយើងដូច្នេះកាត់គេកាត់ខ្មាស់ដើរជុំវិញទីក្រុង Hollywood ហ្នឹងតែម្ដងគឺថាកុំឲ្យគេមើងងាយហើយកុំឲ្យគេថាអត់ស្គាល់នៅវប្បធម៌និងប្រពៃណីរបស់ខ្មែរយើងព្រោះអីខ្ញុំហួសចិត្តបងប្អូនដោយសារតែយើងជាខ្មែរមួយដែលជាម្ចាស់ដើមនៃវប្បធម៌ប៉ុន្តែយើងអត់បានផ្សព្វផ្សាយឲ្យបានគ្រប់គ្រាន់អត់ឲ្យប្រទេសគេអត់ឲ្យពិភពលោកឲ្យបានស្គាល់ព្រោះអីគេនៅតែសួរថាតើសម្លៀកបំពាក់ហ្នឹងមកពីប្រទេសណា